លោកត្រាំគឺមួយរយៈពេលនេះគឺគោលនយោបាយរបស់គាត់តែរងការចោទប្រកាន់ថាសពិចសពិលដូច7អំពែកហ្នឹងឥឡូវនេះគឺគាត់ចាប់ផ្ដើមម្សិលមិញបងប្អូនចាំទេម្សិលមិញគាត់ដាក់អសានវត្តបាទគឺដាក់កំហិតថ្ងៃកំណត់ចុងក្រោយគឺ48ម៉ោងគត់ឲ្យអ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រ Hormuz ដើម្បីឲ្យកប៉ាល់ដឹកប្រេងចេញចូលបានដោយសេរីដែលអត់មានការហាមឃាត់អត់មានការវាយប្រហារអីទាំងអស់បើមិនដូច្នេះទេអាមេរិកនឹងវាយកំទេចចោលឲ្យខ្ទេចរោងចក្រផលិតអគ្គិសនីនៅទូទាំងប្រទេសអ៊ីរ៉ង់តែម្ដងហើយទុកពេលឲ្យតែ48ម៉ោងបានន័យថាត្រឹមថ្ងៃច័ន្ទហ្នឹងក៏ប៉ុន្តែថ្ងៃច័ន្ទដែលជាថ្ងៃអសានវត្តនឹងចូលមកដល់ស្រាប់តែលោកត្រាំបន្តលើកពេល5ថ្ងៃបានន័យថាអា2ថ្ងៃហ្នឹង48ម៉ោងឥឡូវលើកទៅដល់5ថ្ងៃវិញហេតុអីបានជាគាត់លើកនៅពេលដែលគាត់លើកទៅ5ថ្ងៃវិញនេះគឺគាត់បានប្រាប់ថាទុកពេលចរចាព្រោះអាការលើកមុនដែលពេលគាត់កំណត់អសានវត្តដែលថា48ម៉ោងហ្នឹងគឺអត់មានលក្ខខណ្ឌអីទាំងអស់គឺអ៊ីរ៉ង់ត្រូវតែបើកច្រក Hormuz ឲ្យកប៉ាល់ចេញចូលដូចធម្មតាអត់មានធ្នូក្នុងការដោះដូរចរចាឬក៏លក្ខខណ្ឌអីទាំងអស់ព្រោះអីអាមេរិកប្រាប់ថាដល់ពេលទុំជោហើយដែលអ៊ីរ៉ង់មិនអាចយកច្រក Hormuz នេះធ្វើជាចំណាប់ខ្មាំងបានទេអាហ្នឹងអ្វីដែលជាប្រសាសន៍របស់លោកត្រាំលើកឡើងពីម្សិលមិញថ្ងៃនេះគាត់និយាយថាឥឡូវនេះដោយសារតែមានការចរចាគ្នាបានទទួលផ្លែផ្កានិងវិជ្ជមានជាច្រើនហើយជាមួយនឹងភាគីអ៊ីរ៉ង់តកតងនឹងការបើកច្រក Hormuz ហើយនឹងការបិទបញ្ចប់សង្គ្រាមនៅមជ្ឈមបូព៌ាទាំងស្រុងតែម្ដងអានេះជាប្រសាសន៍ដែលលោកសរសេរនៅលើ True Social របស់លោកត្រាំហ្នឹងណាមុនហ្នឹងប្រហែលជា2ម៉ោងទេបាទគាត់សរសេរដូចនេះដោយសារតែមានកិច្ចចរចាគ្នាឬជជែកគ្នាដោយប្រកបដោយផ្លែផ្កានិងលទ្ធផលវិជ្ជមានយ៉ាងខ្លាំងដូច្នេះគាត់នឹងពន្យាពេលថែមឲ្យ5ថ្ងៃទៀតមុននឹងវាយកំទេចរោងចក្រអគ្គិសនីរបស់ប្រទេសអ៊ីរ៉ង់បាទអញ្ចឹងបានន័យថាលើកពេលបាន3ថ្ងៃទៀតហើយនៅពេលនេះលោកក៏បានបន្តថាខ្ញុំដកស្រង់ប្រសាសន៍របស់លោកត្រាំទាំងស្រុងតែម្ដងដែលគាត់សរសេរនៅលើ True Social របស់គាត់ក៏ដាក់ថាខ្ញុំមានសោមនស្សដើម្បីរាយការណ៍ជូនថាសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់បាទបាននៅក្នុងរយៈពេល2-3ថ្ងៃកន្លងមក2ថ្ងៃកន្លងមកនេះបានជជែកគ្នាឬក៏ចរចាគ្នាប្រកបដោយផ្លែផ្កានិងវិជ្ជមានដ៏ត្រចះត្រចង់តាក់ទងនឹងការបិទបញ្ចប់ឬក៏រកដំណោះស្រាយទាំងស្រុងសម្រាប់ការបញ្ឈប់អារិភាពនឹងគ្នានៅតំបន់មជ្ឈិមបូព៌ាបាទតែប៉ុណ្្នឹងឯងហើយទៅគាត់ក៏បាននិយាយថាកិច្ចចរចានេះគឺនៅបន្តរហូតមួយសប្តាហ៍នេះទៀតនេះមួយសប្តាហ៍ដែលលោកត្រាំទុកពេលឲ្យ3ថ្ងៃទៀតហ្នឹងដើម្បីជជែកឲ្យស៊ីជម្រៅដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នឹងទាំងមូលតែម្ដងបាទឥឡូវនេះអ្វីដែលលោកត្រាំលើកឡើងនេះគឺខាងសារព័ត៌មានអន្តរជាតិដូចជា Al Jazeera ឬ Reuters ឬក៏អីហ្នឹងដកស្រង់ប្រសាសន៍របស់លោកត្រាំមែនក៏ប៉ុន្តែគេព្យាយាមតាក់ទងទៅមន្ត្រីអ៊ីរ៉ង់សួរថាតើពិតជាមានការចរចាដូចនេះមែនឬយ៉ាងម៉េចបានជាលោកត្រាំពន្យាពេលការវាយប្រហារហ្នឹងថែមឲ្យ3ថ្ងៃទៀតអីចឹងទៅនៅក្នុងនេះគឺមិនមានប្រតិកម្មជាផ្លូវការណាមួយពីរដ្ឋាភិបាលអ៊ីរ៉ង់ទេតាក់ទងនឹងថាតើបានចរចាឬក៏មិនបានចរចាខ្ញុំបើកវងកញ្ចក់បន្តិចបងប្អូនអ៊ីរ៉ង់ណារឿងចរចាជាមួយអាមេរិកនេះគឺនិយាយទៅការចរចារបៀបចោះចាញ់ការគម្រាមកំហែងរបស់អាមេរិកអីហ្នឹងគឺក្រុមបាត់ផ្ដាច់ការរបស់អ៊ីរ៉ង់ហ្នឹងក៏គេរឹងតាំងរបស់គេដែរគេថាគេមិនចរចាគេមិនអីគេមិននិយាយទៅគេមិនចង់ប្រាប់ថាមកបោះដៃអីនិយាយជាមួយអាមេរិកអីដើម្បីឲ្យបង្ហាញពីភាពទន់ខ្សោយរបស់អ៊ីរ៉ង់អញ្ចឹងណាប៉ុន្តែអាក្រោមតុកទ្វារក្រោយឬក៏ខាងក្រោយអីយ៉ាងម៉េចនោះគឺយើងអត់ដឹងតែអញ្ចឹងឯងបានថាសារព័ត៌មាននឹងព្យាយាមតាក់ទងមន្ត្រីអ៊ីរ៉ង់ជាផ្លូវការអត់មានទេប៉ុន្តែមានសារព័ត៌មានទីភ្នាក់ងាររដ្ឋរបស់អ៊ីរ៉ង់គឺគេផ្សព្វផ្សាយដកស្រង់ប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ថាមកដល់ពេលនេះអត់ទាន់មានការចរចាណាមួយជាមួយនឹងសហរដ្ឋអាមេរិកទេវាអញ្ចឹងទៅវិញបាទឥឡូវនេះគឺចង់មិនចង់សិតតែយកមុខរៀងខ្លួនដែរអាមេរិកក៏មិនរឿងអីសុកដាក់អសានវត្ត48ម៉ោងឲ្យស្រាប់តែមកពជាអីវិញដោយអត់មានដំណោះស្រាយអីនេះខ្ញុំជឿថាបើគ្មានការចរចាអាមេរិកក៏តែមិនព្រម
ហើយអ៊ីរ៉ង់ហ្នឹងបើថាចរចាក៏ខ្លាចអន់ខ្លួនអញ្ចឹងមិនហ៊ាននិយាយអីទេសុកចិត្តនៅស្ងៀមជាជាងសដីទៅពីជ័យខ្ចីជាជាងទៅនេមាត់អញ្ចឹងទៅបាទរឿងនយោបាយគេអញ្ចឹងទេបងប្អូនប៉ុន្តែបើចំពោះខ្ញុំវិញណាអ៊ីរ៉ង់អត់មានជំរឿសអីតតែសោះអ៊ីរ៉ង់អត់មានជំរឿសអីត្រង់ថាអាមេរិកមានសម្ព័ន្ធមិត្តច្រើនហើយបើទោះបីជាអ៊ីរ៉ង់មានកញ្ជ្រួចលាក់ក្រោមភ្នំក្រោមដីអីហ្នឹងក៏ដោយបាញ់ក៏តែវាមិនបានផលអីប្រមាណដែរព្រោះអីអាមេរិកនៅចាំសន្ធាប់ដូចឆ្មាអង្គុយចាំរុនកដោដើម្បីឲ្យកដោលុតរត់ចេញមកហ្នឹងអញ្ចឹងវាអត់មានតកតងនឹងថាតើកដោនឹងរួចខ្លួនឬមិនរួចខ្លួននេះសំខាន់សួរថាតើឆ្មានឹងដើរចេញឬក៏មិនដើរចេញឬក៏ផ្ទប់រុននឹងជាប់តែម្ដងទុកឲ្យកដោងាប់ដោយឯងឬក៏កដោនឹងរត់ចេញមកចេញនិយាយទៅគឺវាអត់មានកន្លែងណាដែលអ៊ីរ៉ង់ស្បើយនឹងធូរទេដូច្នេះបើមិនចូលតុកចរចាតើវាខ្ទេចហើយបើខ្ទេចធម្មពលរោងចក្រអគ្គិសនីអស់ហ្នឹងគឺអ៊ីរ៉ង់ស្លាប់ដោយឯងតែម្ដងព្រោះអីអត់មានភ្លើងអត់មានអុកស៊ីសែនអត់មានស្អីទាំងអស់ដើម្បីផ្គត់ផ្គង់ទៅរោងចក្រចម្រាញ់ប្រេងឬក៏សហគ្រាសឬក៏រូងភ្នំដែលមានកញ្ជ្រួចអីហ្នឹងព្រោះតែហ៊ានអ៊ីរ៉ង់មកនេះនៅក្រោមដីទាំងអស់ហើយបើនៅក្រោមដីបានខ្យល់ឯណាដកដង្ហើមបើសិនជាអត់មានភ្លើងអគ្គិសនីដើម្បីមានខ្យល់អុកស៊ីសែនវាដូចជាបិទផ្ទប់រុនរូងក្រោមដីហ្នឹងវាคล้ายទៅជាធ្នូកប់សពនៃទាហាននៃប្រជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់ហ្នឹងតើរស់អ្មេចបានដូច្នេះរឿងដែលលោកត្រាំគម្រាមពីរឿងវាយប្រហាររោងចក្រអគ្គិសនីនេះគឺជារឿងមួយដ៏ចុកចាប់សម្រាប់អ៊ីរ៉ង់ដែរព្រោះអីអ៊ីរ៉ង់អាចគិតថាអាមេរិកមិនអាចធ្វើអញ្ចឹងកើតទេព្រោះសំណង់នេះជាសំណង់ស៊ីវិលហើយបើទៅរំលាយបំផ្លាញសំណង់ស៊ីវិលគឺវាខុសច្បាប់មនុស្សធម៌អន្តរជាតិទៅទៀតអាច្បាប់សង្គ្រាមក៏ខុសអាមនុស្សធម៌ក៏ខុសប៉ុន្តែលោកត្រាំក៏ខ្វល់អីគាត់បើសិនជាបំផ្លាញអាហ្នឹងខ្ទេចទៅដើម្បីឲ្យអ៊ីរ៉ង់ទម្លាក់ទង់ជ័យសលើកទង់ជ័យសគាត់នឹងធ្វើវាអត់មានបញ្ហាអីទេព្រោះរំលោភច្បាប់អន្តរជាតិមួយរឿងធម្មនុញ្ញអង្គការសហប្រជាជាតិលោកត្រាំអត់ទាំងឈឺក្បាលអីផងហេតុអីបានមកវាយអារោងចក្រអគ្គិសនីនឹងវាយមិនបានដោយសារតែអ៊ីរ៉ង់នៅតែផ្លោងគ្រាប់ដាក់ចេញមកពីអ៊ីរ៉ង់ទៅតាមប្រទេសសម្ព័ន្ធមិត្តហើយថ្ងៃម្សិលមិញនេះគឺលោកអង់តូញ៉ូ ហ្គូតេរ៉េសចេញសារពមៀនទៅអ៊ីរ៉ង់ផងពមៀនទៅអាមេរិកដែរនិយាយទៅគឺអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះក៏មិនប្រដាក់មាត់ដែរគាត់ថ្កោលទោសអាមេរិកថាមិនគួរណាបំពេញឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហើយពេលហ្នឹងក៏ថ្កោលទោសអ៊ីរ៉ង់ដែរថាមិនគួរណាផ្លោងគ្រាប់ដាក់ទៅប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដែលមិនមែនជាគូទំនាស់សោះចឹងបានន័យថាលោកអង់តូញ៉ូប្រាប់ទៅអ៊ីរ៉ង់ថាធ្វើនឹងមិនត្រូវទេបើបាញ់ផ្លោងមកអាមេរិកផ្លោងមកកុំផ្លោងទៅប្រទេសដែលគេអត់ដឹងរឿងអីសោះអត់តាក់ទងនឹងសង្គ្រាមនៅក្នុងចំនួននេះសោះហេតុអីបានទៅផ្លោងគ្រាប់មីស៊ីលដាក់គេអញ្ចឹងទៅឃើញអ៊ីរ៉ង់ខុសខ្លួនឯងប៉ុន្តែអ៊ីរ៉ង់ថាខ្លួនបំផ្លោងគ្រាប់ទៅសម្ព័ន្ធមិត្តអាមេរិកដែលមិនមែនផ្លោងមកដាក់សហរដ្ឋអាមេរិកដល់មែនក៏ប៉ុន្តែសម្បត្តិទ្រព្យឬផលប្រយោជន៍អាមេរិកនៅតាមទីតាំងដែលជាគ្រោះថ្នាក់ដល់អ៊ីរ៉ង់ផ្លោងដាក់អញ្ចឹងវាចូលដល់អធិបតេយ្យប្រទេសមកកណោទៀតអញ្ចឹងអ៊ីរ៉ង់ខ្លួនឯងក៏ទៅពិបាកនិយាយទៅអ៊ីរ៉ង់អត់មានជំរឿអីឃើញទេវាយតដៃក៏ខុសមិនតដៃក៏ខ្ទេចឥឡូវយើងស្លេះរឿងតាមប៉ុណ្ណឹងសិនព្រោះអី5ថ្ងៃទៀតចាំមើលទៀតបងប្អូន5ថ្ងៃទៀត3ថ្ងៃទៀតបើន័យថាគ្រប់5ថ្ងៃអញ្ចឹងវាត្រឹមថ្ងៃពហុនេះបាទឥឡូវនេះគឺជាដំណឹងដែលតាក់ទងនឹងរឿងអ៊ីរ៉ាក់អ៊ីរ៉ង់